ក្តៅនារីការពិសេស UN នឹងមកកម្ពុជា12ថ្ងៃពិនិត្យស្ថានភាពសិទ្ធិមនុស្សនិងបញ្ហាព្រំដែនលោក Tom Andrew នារីការពិសេសរបស់អង្គការសហប្រជាជាតិ UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026ដើម្បីវិតម្លៃស្ថានភាពសិទ្ធិមនុស្សនិងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនានាយោងតាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិលោក Tom Andrew នឹងផ្ដោតទៅលើការវិតម្លៃបញ្ហាសំខាន់រួមមានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សស្ថានភាពចំនួនតាមព្រំដែនសេរីភាពនៃការបញ្ចេញមតិសេរីភាពនៃការបង្កើតសមាគមនិងការជួបជុំព្រមទាំងសិទ្ធិរបស់ក្រុមមនុស្សដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះក្នុងអំឡុងបេសកកម្មនេះលោកនឹងជួបជាមួយមន្ត្រីរាជរដ្ឋាភិបាលអាជ្ញាធរមូលដ្ឋានតំណាងអង្គការសង្គមស៊ីវិលជនរងគ្រោះអ្នករស់រានមានជីវិតនិងភាគីពាក់ព័ន្ធផ្សេងៗដើម្បីប្រមូលព័ត៌មានដោយផ្ទាល់លោកក៏បានក្រុងចុះទៅកាន់រាជធានីភ្នំពេញខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបផងដែរដំណើរទស្សនកិច្ចនេះត្រូវបានគេចាប់អារម្មណ៍ខណៈលោក Tom Andrew ធ្លាប់បានលើកឡើងពីក្តីបារម្ភជាច្រើនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងរបាយការណ៍និងសេចក្តីថ្លែងការណ៍នាពេលកន្លងមកបញ្ហាដែលលោកធ្លាប់លើកឡើងរួមមានសេរីភាពនៃការបញ្ចេញមតិសេរីភាពសារព័ត៌មានសេរីភាពសមាគមការជួបជុំដោយសន្តិវិធីបរិយាកាសនយោបាយនិងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានឆ្លើយតបជាបន្តបន្ទាប់ថាខ្លួនក្រុមនឹងការពារសិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាតិព្រមទាំងបានអនុវត្តវិធានការជាច្រើនដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋរដ្ឋាភិបាលក៏ធ្លាប់ច្រានចោលការវិតម្លៃមួយចំនួនរបស់នារីការពិសេសដោយចាត់ទុកថាមិនបានឆ្លុះបញ្ចាំងពេញលេញពីស្ថានភាពជាក់ស្ដែងនៅកម្ពុជាអ្នកសង្កេតការណ៍មើលឃើញថាដំណើរទស្សនកិច្ចលើកនេះអាចក្លាយជាឱកាសសម្រាប់រាជរដ្ឋាភិបាលបង្ហាញពីវឌ្ឍនភាពនិងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យសិទ្ធិមនុស្សគណៈអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធផ្សេងទៀតក៏នឹងលើកយកបញ្ហាដែលពួកគេយល់ថានៅតែត្រូវការកែលម្អបន្ទាប់ពីបញ្ចប់ទស្សនកិច្ចលោក Tom Andrew ត្រូវបានរំពឹងថានឹងរៀបចំរបាយការណ៍និងអនុសាសន៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយផ្អែកលើព័ត៌មានដែលប្រមូលបានពីគ្រប់ភាគីអំឡុងបេសកកម្មនៅកម្ពុជាយានដ្ឋានរដ្ឋាភិបាលមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រផ្សារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកឃុំអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242